ô nè tao nè trong nhà đi nhôm miên sạch hồn bảy mối để tẹt tông chỉ mùi năng rương tao hiện cùi khai đá nè tao nè tẹt tông chỉ mùi năng tập hệ camera để tha hưởng ra nếu cứ viên chè là tao nè để tha nè khá quạt trong chất chỉ mùi năng tập hệ camera chẳng á còn chất tập hệ vật thụ bồ ràn để tha tha vật thụ năng cam để chắc cứ nè khác có trong chất thụ năng mọc cứ quạt tơ hang có khơi vật thụ nam lại chùm lại cái chất cứ quạt tay để tính tôi đôi tha tục chiang một sao rồi rồi có là bọn nó cho bộ ràng ấy chẳng tới có tin giờ đặt đè cái này tao này phải chăm tha là bỏ lá bây giờ tin đặt đèคือvì anh mình hẹn mùi độc của lại តាមប្រឡងបន្លាយឬក៏តាមជាយើងអញ្ចឹងណាដូចថាដូចក្នុងករណីរឿងដែលខ្ញុំយកមកនិយាយថ្ងៃនេះទៅតាក់ទងជាមួយនឹងបរិបទម្នាក់ហ្នឹងគឺរបៀបថាគាត់បានធ្វើដំណើរទៅកន្លែងហាងមួយហើយដូចថាហាងហ្នឹងកន្លែងគេលក់របស់របរប្រភេទអនុស្សាវរីយ៍ឬក៏របស់របរចាស់ចាស់អីចឹងណារៀងនិយាយទៅចាស់ចាស់ហ្នឹងអាចថារៀងយូរបានន័យថារៀងយូរលងណាស់ហើយថាឆ្នាំ1970ជាងឆ្នាំ1950ជាងរបៀបថាគេលក់អនុស្សាវរីយ៍របស់អស់ហ្នឹងអញ្ចឹងណាហើយបរិះហ្នឹងគាត់ក៏បានទៅទិញជាមួយនឹងប្រភេទកាមេរ៉ាហ្នឹងហើយកាមេរ៉ាហ្នឹងវាមានប្រឡាក់ឈាមណាដល់នេះគឺវាមានប្រឡាក់ឈាមប៉ុន្តែបរិះហ្នឹងគឺគាត់ឃើញកាមេរ៉ាហ្នឹងប្រឡាក់ឈាមហើយគឺគាត់នៅតែទិញទៀតអញ្ចឹងអ្នកខ្លះតែគាត់ឃើញបែបហ្នឹងគឺភាគច្រើនគឺគាត់នៅតែតែញ៉ែអ្នកអស់គ្នាប៉ុន្តែអ្នកខ្លះដោយសារគាត់គិតថាជាវត្ថុបុរាណគឺគាត់ត្រូវទៅទិញទុកឲ្យគាត់អ្នកខ្លះទៅគឺគេចង់ដឹងរឿងហេតុហ្នឹងវាកើតរឿងអីវាមានហេតុមិនហើយកាមេរ៉ាហ្នឹងថែមទាំងមានប្រាក់ឈាមហើយអ្នកខ្លះទៀតគឺគាត់ចង់ដឹងថាក្នុងកាមេរ៉ាហ្នឹងមានអីគេអញ្ចឹងអ្នកខ្លះគឺចង់ដឹងរឿងក៏ទិញហើយទិញទៅគឺវាមានរឿងហេតុតែម្ដងដែលគាត់ឆែកនៅក្នុងកាមេរ៉ាហ្នឹងគឺឃើញរឿងប្លែកៗគេណាតោះនេះដូចថាកាមេរ៉ាហ្នឹងគឺគាត់បានយកទៅជួសស្អាតរួចរាល់ហើយគឺគាត់ដកមកគាត់ថតអីធម្មតាណានៅទៅពេលគាត់ថតអីធម្មតាទៅវាថែវានៅដំណើរការបានល្អហើយកាមេរ៉ាហ្នឹងតាមមើលគឺវាសេរីចាស់ណាអ្នកទាំងពីរហើយបន្ទាប់មកគាត់ក៏ថតរួចរាល់អស់ហើយគាត់ក៏បានយកកាមេរ៉ាហ្នឹងទៅឆែកមើលឃើញមាន memory មាន folder មានអីចឹងណាហើយគាត់ក៏បានធ្វើការឆែកជាមួយនឹង folder ហ្នឹងឆែកទៅគឺឃើញមានលក្ខណៈគ្រួសារឬថាគេថតជុំជុំដូចថាកម្មវិធីជុំលៀងឬក៏ជុំជុំគ្រួសារគេអីញ៉ាំអាហារអីធម្មតាអញ្ចឹងណាបងប្អូនប៉ុន្តែគាត់ក៏និយាយថាស្ទងមើលនឹងសុកមិនដឹងថាមានរឿងហេតុអីមួយទៅគួរជាក់អាយអ្នកបងប្អូនគឺគុណថតមានលក្ខណៈជុំជុំសบายរីករាយអីចឹងទៅអ្នកបងប្អូនប៉ុន្តែដល់ពេលទៅពេលដូចថាគាត់អូសសុកស្គរទៅក៏ដល់អាល់ប៊ូមមួយឬក៏ដល់រូបថតមួយអ្នកបងប្អូនគឺឃើញមានរូបថតនោះលក្ខណៈថាតែអាកន្លែងរូបថតមួយនោះគឺមានលក្ខណៈជាឈៀងហើយដូចអាមិនមានស្វាងណាដូចថាកាមេរ៉ានោះវាស្វាងជាវាថតចាក់លឿនអត់លឿនទៅវាស្វាងហើយមើលទៅមានរត់ថត់ហើយគាត់ក៏ចូល folder មួយទៀតគាត់ក៏ឆែកមើលនៅក្នុង folder មួយទៀតគឺឃើញមានលក្ខណៈដូចឆ្កែអីដេកធម្មតាអីចឹងទៅតែអូដល់អាល់ប៊ូមមួយទៀតគឺកាន់តែរំភើបដែរអ្នកទាំងអស់គ្នាគឺឃើញមានក្រៅផ្ទះមួយមានកាមេរ៉ាមានអីចឹងទៅអ្នកនរគ្នាគឺឃើញនៅកណ្ដាលទៀតហើយដល់មួយទៀតក៏ឃើញលក្ខណៈនៅក្នុងផ្ទះនោះដូចថាខ្ទេចខ្ទីឡើងខ្ចក់ខ្ចាយអស់ផ្ទះដែលអាមុនហ្នឹងគឺថតទីជួបជុំគ្រួសារអី family អីធម្មតាប៉ុន្តែដល់ពេលអ៊ំមកដល់អាalbumចុងក្រោយគឺឃើញមានលក្ខណៈថតខ្ចក់ខ្ចាយដូចថាមានភាពកម្មវិធីគេចូលឆាទៅពេលចូលទៅក្នុងផ្ទះហ្នឹងធ្វើអ្វីមួយដែលនឹកស្មានមិនដល់តែនៅពេលមើលទៅក្នុងតោនេះគឺឃើញមានឈាមមានអីឡើងពីជ្រៀកឡើងវាថាឡើងចាក់ឆាយពេញតែម្ដងហើយវាថាវិញនិយាយមើលទៅនៅក្នុងវីដេអូហ្នឹងគឺវាមានលក្ខណៈថាដូចគេចូលឆ្លងផ្ទះហ្នឹងឬក៏ធ្វើជាប្រកម្មអីមួយក្នុងមហាឬក៏វាយផ្ទះហ្នឹងឬក៏ធ្វើអ្វីមួយបន្តគ្នាខ្ទេចផ្ទះឡើងវាយតែម្ដងគឺសំខាន់នៅក្នុងនេះគឺឃើញមានឈាមនៅលើអត់ឡើងពេលនឹងអញ្ចឹងវាបង្កឲ្យមានការរំភត់តែម្ដងអត់មានហើយបរិបទហ្នឹងដែលគាត់បានទិញជាមួយនឹងកាមេរ៉ាហ្នឹងគឺ Oh my god គឺឆែកឃើញចឹងហើយគឺលុបបន្លំនៅអត់នេះគឺមើលនៅក្នុងស្ថានភាពផ្ទះហ្នឹងគឺឡើងតិចមកតែម្ដងហើយអាកន្លែង report មួយទៀតដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺអាកន្លែង report របស់អ្នកស្រីវាថាបងបានថតឡើងស្វាងកន្លែងហ្នឹងពេលអ្នកស្រីហ្នឹងគឺគាត់ថតទៅឃើញមានឈាមអាកន្លែងទៀនកន្លែងកាមេរ៉ាចំណុចបានផ្សេងនៅកន្លែងហ្នឹងហើយនិយាយថាតាំងពីកន្លែងហ្នឹងមកបានវាចាប់ដល់ចូលទៅដល់អង្គភូមិមានផ្ទះនៅថតនៅខាងក្រៅផ្ទះមានពីថាថតក្នុងផ្ទះមានសភាពចាក់ចៃផ្ទះអីហ្នឹងអូយតែធ្វើអត់ដឹងថាមានអីតែចាំវត្ថុខ្លះយើងគួរទិញខ្លះគឺយើងមិនគួរទិញគឺកុំទិញសោះឲ្យសំខាន់ណា
ពេលមុននឹងទិញណាសំខាន់ឃើញមានបុរសនេះគឺគាត់ឃើញមានកាមេរ៉ាជាប្រហែលអ្នកលក់នេះក៏ចឹងដែរនិយាយថាកាមេរ៉ាប្រឡាក់ឈាមអញ្ចឹងគឺរបស់មកមិនគឺមិនចង់អត់ជួលរត់អីអាស្អាតទៅគឺដាក់តឹងចង់មកឲ្យទៅពេលអ្នកខ្លះគឺគាត់ចង់ដឹងរឿងហេតុគឺគាត់ចូលចិត្តរបស់លក់សល់ពីវត្ថុបុរាណចាស់អីចឹងគឺគាត់ទិញយកទៅពេលទិញយកទៅឆែកមើលទៅគឺវាមានរូបបែបនឹងតែគាត់អញ្ចឹងគឺរឿងធត់ខ្លាំងមែនតើអូខេអ្នកទាំងអស់គ្នាអញ្ចឹងអេផ isode នេះគឺមានរឿងហេតុតែប៉ុណ្្នឹងទេនិយាយទៅគឺមើលហើយគឺវាមានអារម្មណ៍ថាសុទ្ធតែម្ដងលក្ខណៈថាអឺរឿងនឹកស្មានម្ដងខ្ញុំមិនដឹងថារឿងនេះវាមិនគេប៉ុន្តែរឿងនេះដូចជាមើលទៅគឺវាដូចជាកើតឡើងនៅក្នុងប្រទេសកើតឡើងរឿងនេះដូចកើតឡើងនៅក្នុងឆ្នាំ2025នៅប្រទេសមិចស៊ីកូអ្នកនរគ្នាអញ្ចឹងប្រទេសមិចស៊ីកូនោះបើតាមឆុតលើគឺពីច្រើនគឺលេចលើភាវកម្មច្រើនដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមតែអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះហើយកុំភ្លេចចុច like ហើយ subscribe ឆានែលខ្ញុំផងអរគុណ